Hello ស្ដីអរគ្នាស្វាគមន៍មកកាន់ការសម្រាប់រឿងរបស់ Admin នៅក្នុងរឿង I Become Myself First Love នៅភាពបន្តមុនចូលសាច់រឿងរបស់យើង Admin ក៏ចង់ឲ្យអ្នកនរគ្នាកុំភ្លេចចុច Like Subscribe ហើយដាក់សញ្ញាកណ្ដឹងផងដើម្បីទទួលបានវីដេអូថ្មីកាន់មកសាច់រឿងរបស់យើងវិញ Channel របស់យើងក៏ត្រឡប់មកពីមានរបស់នាងហើយនាងក៏បានដេកយល់សពឃើញបរោះដែលមានសក់ពណ៌ខ្មៅនឹងម្ដងទៀតមិនមែនជាការយល់សពធម្មតាទេគឺជាការយល់សពដោយបរោះម្នាក់នោះបានធ្វើរឿងចុចជាមួយនឹងនាងដែលធ្វើឲ្យ Channel របស់យើងក្តៅខ្លួនទាំងយប់តែម្ដងកាត់មកចូលពេលព្រឹកឡើងពេលនោះ Channel ក៏បានជួបជាមួយនឹង Dan ដើម្បីសំណេះសំណាលគ្នានិយាយអំពីការចូលរួមពិធីនៅក្នុងផ្ទះរបស់អតីតប្រពន្ធដើមរបស់ Dan ក៏និយាយទៅកាន់ Channel ថាបើសិនជា Channel មិនចង់ទៅមិនទៅទេចាំឲ្យគាត់នឹងគឺជាអ្នកចាត់ការរឿងហ្នឹងហើយ Channel ក៏និយាយប្រាប់ទៅកាន់ Dan ថាការចូលរួមពិធីលើកនេះមិនមែនគាត់ទៅតែម្នាក់ឯងទេតែប្រពន្ធដើមរបស់គាត់ណាក៏បានហៅ Dan នឹងឲ្យចូលរួមផងដែរពេលលើបែបហ្នឹង Dan រៀងគាំងដែរប្រពន្ធដើមហៅចូលរួមពិធីជាមួយនឹងប្រពន្ធចុងបែហើយ Dan ក៏បានសួរ Chana ថាតើ Chana ហ្នឹងជួបប្រពន្ធដើមរបស់គាត់ហ្នឹងនៅណាបានជាគេហ្នឹងអាចហៅ Chana ទៅញ៉ាំអាហារបានហើយ Chana ក៏និយាយថាពួកគេបានជួបគ្នានៅក្នុងសាលាមន្ទីរសិល្បៈពេលឮហើយ Dan ឡើងគាំងហើយ Dan ក៏សួរទៅកាន់ Chana ថាតើមើលទៅវាអត់ចម្លែកពេកទេដែលពួកគេបានជួបគ្នានៅកន្លែងហ្នឹងហើយ Dan ក៏និយាយថាមើលទៅប្រពន្ធដើមរបស់គាត់ណាដូចជាមានការផ្លាស់ប្ដូរខ្លាំងណាស់បន្ទាប់ពីពួកគេបានជួបគ្នាលើកចុងក្រោយហើយ Chana ទទូចឲ្យ Dan ហ្នឹងទៅជាមួយនាងដោយសារតែ Dan ហ្នឹងគឺជាអ្នកផ្ដើមរឿងទាំងអស់នេះកើតឡើងដំបូងឡើយ Dan ដូចអត់ចង់ទៅទេតែនៅពេលដែលឮ Chana និយាយបែបហ្នឹង Dan ក៏សុខចិត្តទៅជាមួយនឹងនាងពេលដែលឃើញ Dan ព្រមទៅស្រួលបែបហ្នឹង Chana ក៏សួរថាតើ Dan ចូលចិត្តនាងដល់ថ្នាក់ហ្នឹងមែនហើយ Dan ខ្ញុំហើយក៏និយាយថាហេតុអីតើខ្ញុំចូលចិត្តនាងខ្លាំងអញ្ចឹងអត់បានមែនហើយ Dan ចាប់ដើមជឿជាក់ហើយក៏និយាយថាឥឡូវមិនយាយនាងជឿនៅថាខ្ញុំនិយាយការពិតឥឡូវនាងព្រមឲ្យខ្ញុំចិត្តមួយនាងអត់ក៏លឺចឹងហើយ Chana ថាអត់អីបិទមាត់វិញអញ្ចឹងហើយ Chana ក៏មានការព្រួយបារម្ភអំពីពាក្យចាំរាមដែលពួកគេនឹងនិយាយអំពី Dan ហើយនឹងប្រពន្ធដើមរបស់ Dan ហើយនឹង Chana ផងដែរពេលដែលឃើញ Chana បារម្ភបែបហ្នឹង Dan ក៏និយាយថា Chana មិនចាំបាច់បារម្ភពីរឿងអស់ហ្នឹងទេព្រោះថាមុននឹងប្រពន្ធដើមរបស់ Dan អញ្ជើញ Dan ទៅហ្នឹងនាងបានគិតរឿងហ្នឹងអស់ហើយតែបើសិនជាមានរឿងអ្វីកើតឡើងមែនក៏ Dan ស៊ាំនឹងរឿងអស់ហ្នឹងដែរហើយពួកគេក៏អូខេហើយនឹងទៅចូលរួមកម្មវិធីនោះជាមួយនឹងគ្នាមុនពេលដែល Dan ចាក់ចេញទៅផ្ទះរបស់គាត់វិញ Dan ក៏បានថាប់លា Chana មុននឹងឡើងរទេះសាសត្រឡប់ទៅផ្ទះវិញហើយ Chana របស់យើងក៏មិនຕົកចាំស្អែកដែរគឺជូតចេញតែម្ដងបែគ្មានឲ្យនៅជាប់ទឹកមាត់ Dan ទេពេលយកមកដល់ Dan របស់យើងក៏បានអង្គុយចុះហើយសម្លឹងមកកាន់ក្រដាសដែលគាត់បានប្រមូលផុសតាំងជាច្រើនដែលតាក់ទងជាមួយនឹងនារីដែលមកដេកជាមួយគាត់អំឡុងពេលដែលគាត់នឹងមានកិច្ចសន្យាជាមួយនឹង Chana ហើយគាត់ក៏បានសួរទៅកាន់នារីទាំងអស់នោះថាតើពួកគេនឹងចូលមកក្នុងបន្ទប់របស់គាត់ដោយរបៀបណាហើយពួកនាងទាំងអស់នោះក៏និយាយថាគឺមានមនុស្សម្នាក់បានសរសេរសម្បត្តិផ្ញើទៅឲ្យពួកនាងមកសញ្ញាមុនគេគឺ Dan សង្ស័យអាសាសៀនឹងមុនគេតែម្ដង Dan គិតថាអាសាសៀនឹងបានគិតផ្លែទាំងអស់គ្រប់យ៉ាងហើយផ្លែទាំងអស់ហ្នឹងគឺមិនសំដៅទៅលើគាត់ទេគឺសំដៅទៅកាន់អ៊ីវ៉ាតែម្ដងនៅពេលដែលឃើញអាសាសៀមានចិត្តទៅកាន់ Chana បែបហ្នឹង Dan គឺគាត់និយាយថាគាត់នឹងមិនប្រាប់ Chana ជាដាច់ខាតថ្ងៃស្អែកក៏បានមកដល់ពួកគេក៏បានឡើងរទេះសាសដើម្បីធ្វើដំណើរទៅកាន់ទីនោះហើយពួកគេក៏បាននិយាយគ្នាខ្លះដោយ Chana បានសួរថាតើ Dan នឹងធ្លាប់ទៅទីនោះពីមុនមកអត់ហើយ Dan ក៏និយាយថាគាត់មិនដែរទៅទីកន្លែងនោះទេព្រោះអីវាជាកន្លែង private ចឹងហើយគេអត់ឲ្យចូលងាយទេហើយ Dan ក៏ប្រាប់ Chana ថាកុំឲ្យបារម្ភបើសិនជានាងអញ្ជើញ Chana ចូលទៅក្នុង villa របស់នាងហើយចាំន័យថានាងចូលចិត្ត Chana ខ្លាំងហើយអ្នកដែល Chana ត្រូវតែប្រុងប្រយ័ត្នជាងគេនោះគឺអាសាសៀព្រោះអីអាសាសៀតាំងពីទូចមកគឺជាមនុស្សមានគ្រោះថ្នាក់ចឹងហើយ Dan ប្រាប់ Chana ឲ្យ Chana ហ្នឹងការពារខ្លួនផងកុំសូវនៅចិត្តអាសាសៀហើយពីអ្នកគេក៏បានមកដល់គ្រាន់តែមកដល់ភ្លាមពួកគេដូចបានជួបមិត្តចាស់គ្នាចឹងគឺរាក់ទាក់គ្នាអូយសប្បាយអហើយសួរសុខទុក្ខគ្នាធម្មតាដោយមានរឿងអីកើតឡើងចឹងហើយដើរទៅប្រុចទុកឲ្យ Chana ហើយនឹងអាសាសៀហ្នឹងនៅតែពីរនាក់ហើយ Chana ក៏ក្នុងចិត្តថាតំប្រាប់ឯងមិនសោះថាកុំឲ្យនៅចិត្តអាសាសៀទៅពីរនាក់ហើយដើរទៅចោលឯងបាត់ហើយអាសាសៀក៏និយាយទៅកាន់ Chana ថាតើ Chana ហ៊ានមកជាមួយនឹង Dan មែនអីហ
ហើយចិនណាក៏និយាយថាក្រែងអាសាសៀនឲ្យគាត់នាំដែនមកតាហើយអាសាសៀនក៏និយាយទៅកាន់ចិនណាថាតាចិនណាអត់ចង់ណែនាំគាត់ទៅកាន់វិចិត្រករម្នាក់ហ្នឹងទេហើយចិនណាក៏និយាយថាមិនទេគ្រាន់តែទៅស្ដាប់គេនិយាយគ្នាទៅបានហើយមិនណែនាំវិច្រើនទេហើយចិនណាក៏សួរថាតើដែនហើយនឹងអាសាសៀនហ្នឹងស្អប់គ្នាខ្លាំងណាស់មែនហើយអាសាសៀនក៏និយាយថាត្រូវពួកយើងស្អប់គ្នាខ្លាំងណាស់ហើយចិនណាសួរថាហេតុអីហើយអាសាសៀក៏និយាយថាដោយសារតាដែនហើយនឹងគាត់ណាមើលទៅស្តៀងគ្នាតែទោះជាយ៉ាងណាក៏ដោយក៏ដែនណាមានអាកប្បកិរិយាចម្លែកមួយដែលអាសាសៀនឹងទ្រាំអត់បានហើយតាមដែលអីចិនណាសង្កេតឃើញហ្នឹងពីអ្នកគេហ្នឹងគឺខុសគ្នាមែនដោយដែនណាគឺជាមនុស្ស extrovert and អាសាសៀមនុស្ស introvert ហើយអាសាសៀក៏ឲ្យចិនណារបស់យើងដើរទៅម្ខាងទៀតដើម្បីទៅមើលរូបគំនូរជាមួយនឹងគាត់ពេលដើរតាមអាសាសៀបានមួយសន្ទុះពួកគេក៏បានមកដល់កន្លែងរូបគំនូរដែលមានរូបគំនូរមួយផ្ទាំងធំហើយដែលអាសាសៀបាននិយាយថាមើលទៅកាន់រូបគំនូរនោះគឺមានបុរសម្នាក់ហ្នឹងតាមអត្តចរិតរបស់គាត់មើលទៅគាត់ស្តៀងដូច Devil ហ្នឹងរបៀបពួកអារក្សឬក៏ស្តៀងបិសាចហើយគ្រាន់តែបានឃើញរូបគំនូរនោះភ្លាមគឺចិនណាដឹងតែម្ដងបុរសម្នាក់ហ្នឹងហើយដែលនៅក្នុងសុបិនរបស់ចិនណាហ្នឹង2ដងហើយដែលគាត់និយាយសពឃើញពេលឃើញរូបគំនូរហ្នឹងហើយចិនណារបស់យើងក៏សួរទៅកាន់អាសាសៀថាតើអាសាសៀមើលមិនបានដឹងថាមើលទៅស្តៀងបិសាចឬក៏អារក្សអញ្ចឹងណាហើយអាសាសៀក៏និយាយថាតើចិនណាមើលទៅកាន់សក់ពណ៌ខ្មៅហ្នឹងវាអត់ដូចជាចាត់ទុកថាជានិមិត្តរូបនៃបិសាចឬក៏ពួក Devil ហ្នឹងទេអីចិនណាក៏និយាយទៅកាន់អាសាសៀថាតើមិនឃើញបរិមម្នាក់ហ្នឹងដោយពពួកបិសាចរាត្រីចុះចិត្តអារបៀប sexy អីហ្នឹងទេអីហើយលើបែបហ្នឹងអាសាសៀក៏និយាយថានៅខាងនោះមានរូបគំនូរដែលរបៀបចឹងមួយដែរតាចិនណាហ្នឹងចង់ឃើញចាំគាត់បើកឲ្យមើលហើយអាសាសៀអះអាងថាស្នាដៃមួយនេះគឺជាស្នាដៃដែលម្ដាយរបស់គាត់ហ្នឹងឲ្យតម្លៃខ្ពស់មែនតើព្រោះមួយផ្ទាំងនេះតួអង្គប្រុសហ្នឹងមើលទៅគាត់មានស្លាបមើលទៅដូច Angel មិនដឹងឯនេះពេលឃើញបែបហ្នឹងចិនណារបស់យើងក៏សន្មតថារូបមួយផ្ទាំងនេះបរិមម្នាក់ហ្នឹងប្រៀបបីដូចជាទេវតាដែលធ្លាក់ពីលើមេឃហើយចុះទៅឋាននរកដើម្បីខ្លាចជាបិសាចអញ្ចឹងណាពេលឃើញស្លាប់ទាំងពីរភ្លាមចេណាក៏ចង់យកដៃទៅប៉ះតែអាសាសៀក៏បានដកដៃរបស់នាងចេញដើម្បីកុំឲ្យនាងប៉ះលើរូបគំនូរមួយនោះដោយសាររូបគំនូរមួយហ្នឹងវារូបគំនូរថ្លៃហើយវាចាស់ហើយអញ្ចឹងហើយបើសិនជាយើងប៉ះវាអាចនឹងមានករណីដែលធ្វើឲ្យខូចបានហើយពួកគេក៏បានទៅមើលរូបគំនូរមួយទៀតដែលចិនណាសួរថាតើវិចិត្រករដដែលមែនដោយសារតែរូបនេះមើលទៅគឺតួហ្នឹងគឺមុខដដែលតែបរិយាកាសនៅក្នុងគំនូរនេះគឺមើលទៅខុសគ្នាហើយចិនណាក៏បានសួរឈ្មោះវិចិត្រករដែលបានគូរគំនូរនេះតែអាសាសៀក៏និយាយថាគឺគាត់អត់ដឹងវិចិត្រករហ្នឹងឈ្មោះអីទេដោយសារតែរូបគំនូរនេះគឺវាចាស់ណាស់ហើយរបៀបថាយូរណាស់ហើយអញ្ចឹងហើយវិចិត្រករមិនដឹងនៅរស់ឬក៏ស្លាប់ទេហើយអាសាសៀបានសួរកាន់ចិនណាថាតើចិនណាមើលឃើញក្នុងរូបនោះតើមានអារម្មណ៍បែបម៉េចដោយមនុស្សគ្រប់គ្នាឃើញថានៅក្នុងរូបនោះគឺបិសាចហ្នឹងបានលពួងរបៀបថាលួងលោមស្រីម្នាក់ហ្នឹងហើយចិនណាក៏និយាយទៅកាន់អាសាសៀថាបើតាមខ្ញុំមើលសង្កេតនៅក្នុងរូបហ្នឹងម្នាក់ស្រីហ្នឹងគឺបានប្តេកខ្លួនរបស់នាងទៅកាន់បរិមម្នាក់នោះហើយអោបបរិមម្នាក់នោះយ៉ាងណែនដូចនេះហើយម្នាក់ស្រីនោះមិនត្រូវបានបរិជាបិសាចហ្នឹងលួងនោះទេដោយម្នាក់ស្រីហ្នឹងហើយគឺជាអ្នកលួងបិសាចអាសាសៀក៏បានសួរទៅកាន់ចិនណាថាតើនេះគឺជាអ្វីដែលនាងបានគិតឃើញមែនហើយចិនណាក៏និយាយថាគាត់ពិតជាសោកស្ដាយណាស់ដែលវិចិត្រករហ្នឹងបានគូមុខបិសាចហ្នឹងគឺអត់បានពេញលេញដូច្នេះយើងនឹងបានឃើញថាបរិយាដែលជាបិសាចនោះកំពុងតែលងស្នេហ៍នឹងនារីម្នាក់ហ្នឹងហើយគ្រាន់តែនិយាយឲ្យអាសាសៀចាប់ដើម pick up line និយាយថានារីនៅក្នុងរូបគំនូរហ្នឹងគឺដូចនាងអ៊ីវ៉ាហើយគាត់លើប៉ុណ្ណឹងនឹងស្អីទៀតនេះញ៉ែគេទៀតហើយពេលចាណាបើយើងសួរថាដូចត្រង់ណាថាកែងជើងដូចគ្នាវាចាប់អារម្មណ៍តាំងពីកែងជើងគេឡើងអាសាសៀបាននិយាយថាបើសិនជាចិនណាដូចនៅក្នុងរូបគំនូរហ្នឹងដូច្នេះហើយគាត់នឹងស្ម័គ្រចិត្តឲ្យចិនណាហ្នឹងលវងគាត់ដូចនៅក្នុងរូបគំនូរហ្នឹងដូចគ្នាហើយអាសាសៀក៏បានលើកដៃរបស់ចិនណាយកមកថើបហើយក៏និយាយថាតើចិនណាហ្នឹងអាចឲ្យកន្សែងដៃឲ្យគាត់ហ្នឹងមួយទៀតបានអត់ហើយចិនណាក៏និយាយថាមិនយកលើកមុនហ្នឹងអត់ទាន់គ្រប់មែន
ហើយអាសាស៊ីនិយាយថាវាចង់បានកន្សែងថ្មីមួយទៀតហើយចាប់ដើមផ្ដួលចេណាយ៉ាងទៀតណានិយាយទៅអាប៉ែហ្នឹងទៅបាននៅជាមួយចេណាយើងហ្នឹងគឺនិយាយវាថាអត់ចេះនៅស្ងៀមតែម្ដងបាទហើយចេណាបានឲ្យអាសាស៊ីណាដោះលែងនាងតែអាសាស៊ីអត់ព្រមដោះលែងទេហើយក៏និយាយថាមើលទៅបបោមាត់ចេណាហ្នឹងគួរឲ្យចង់ខំដល់ហើយក៏ស្នើសុំឲ្យចេណាហ្នឹងថើបគាត់មកខ្សើតបានអត់បើថើបគាត់មកចាំគាត់លែងហើយដោយសារតែធ្វើអីអត់កើតចេណារបស់យើងណាក៏ព្រមថើបអាសាស៊ីតាមហ្នឹងហើយសេរីរបស់យើងក៏មកដល់ទីបញ្ចប់ហើយអ្នកនរគ្នាអញ្ចឹងមានចាំតាមដានទស្សនាភាពបន្តតែកុំភ្លេចចុច like subscribe ហើយដាក់សញ្ញាកណ្ដឹងផងដើម្បីទទួលបានវីដេអូថ្មី